មានរឿងហើយឡាវអ៊ូធ្លាក់ពីលើអគារហើយឡាវអ៊ូក្មួយស្រីហត់ហើយណោះញ៉ាំអីបន្តិចទៅចាស់អរគុណពូមិនអីទេក្មួយឡាវអ៊ូនេះជាកូនរបស់ខ្ញុំណាជួយផងចុះកម្មករម្នាក់នោះគាត់យ៉ាងម៉េចហើយលោកប្រុសហ្វូលើកនេះលោកត្រូវតែជួយខ្ញុំហើយណាគាត់យ៉ាងម៉េចហើយជួយសង្គ្រោះលេងទាន់ហើយចាត់ចែងរៀបចំបុណ្យសពឲ្យគាត់ទៅលោកប្រុសហ្វូឡាវអ៊ូធ្វើត្បិតតែគាត់ជាកម្មករមែងតែមនុស្សក្នុងគ្រួសារគាត់គ្មានអ្នកណាងាយស្រួលនិយាយជាមួយទេបើពួកគាត់ដឹងថាឡាវអ៊ូមានគ្រោះថ្នាក់នៅការដ្ឋានយើងនោះពួកគេច្បាស់ជាមិនលើកលែងឲ្យខ្ញុំទេលោកប្រុសហ្វូលោកត្រូវតែជួយខ្ញុំម្ដងនេះហើយណារឿងនេះញីទេឲ្យអានឈិនស៊ីឲ្យនាងរ៉ាប់រងកំហុសជំនួសទៅខ្លាចហើយមែនទេបើខ្លាចក៏សារភាពរឿងអាក្រក់ដែលនាងបានធ្វើដាក់ជីងឪមករួចលុតជង្គង់នៅមុខខ្ញុំអង្វរឲ្យខ្ញុំដោះលែងនាងទៅមើលទៅខ្ញុំអាចនឹងលើកលែងឲ្យនាងតើកុំសង្ឃឹមឲ្យសោះវើយហើយมีកម្មករស្រីដែលធ្វើឲ្យខុសបច្ចេកទេសនោះចេញមកភ្លាមគឺនាងនឹងហើយនាងឯងគិតថាត្រឹមសង្លុយគឺចប់រឿងមែនទេមិនមែនខ្ញុំទេថ្ងៃនេះនាងឯងត្រូវតែក្រាបសំពះសុំទោសឡាវអ៊ូ10 ដងលោកប្រុសហ្វូសាច់ញាតិរបស់ឡាវអ៊ូមកដល់ការដ្ឋានហើយមកដល់ចុះយ៉ាងម៉េចនេះជារឿងដែលនាងរកឯងតើមិនមែនខ្ញុំទេបើខ្លាចសារភាពរឿងអាក្រក់ដែលនាងធ្វើដាក់ជីងឪមកលុតជង្គង់អង្វរមុខខ្ញុំមកខ្ញុំនឹងដោះលែងនាងអានឈិនស៊ីខ្ញុំនឹងធ្វើឲ្យនាងរស់ក៏មិនបានស្លាប់ក៏មិនបានហ្វូមួយចិនព្រោះតែក្មេងម្នាក់ដែលគ្មានវត្តមានផងរបស់លីនជីងឪលោកហ៊ានធ្វើដាក់ខ្ញុំដល់ថ្នាក់នេះផងតើលោកនៅតែជាហ្វូមួយចិនដែលខ្ញុំធ្លាប់ស្រឡាញ់ទៀតឬអត់សូមទោសលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះលោកប្រុសហ្វូរកឃើញហើយអានឈិនស៊ីនៅឯមន្ទីរពេទ្យជង្គង់ទាំងសងខាងរបស់នាងត្រូវធ្មត់ស្រួចមុតដាច់ធ្ងន់ធ្ងរថ្ងាសមានរងរបួសនិងមានអាការៈប៉ះទង្គិចក្បាលស្រាលមើលថែនាងឲ្យបានល្អផងកាលពីថ្ងៃអ្នកណាជាអ្នកបង្ខំឲ្យអានឈិនស៊ីលុតជង្គង់គឺវានឹងហើយលុតជង្គង់មិនមែនខ្ញុំទេឯងត្រូវក្រាបសំពះឡាវអ៊ូ10 ដងលោកប្រុសហ្វូប្រាប់ថាឯងហ៊ានឲ្យអ្នកនាងអានក្រាបសំពះ10 ដងមែនទេថ្ងៃនេះឯងត្រូវតែសងនាងវិញ